កងទ័ពចិនបានចូលមកដល់ម៉ាប៉ូហ៊ីពួកគេមិនអាចឆ្លងកាត់បានទេមនុស្សគ្រប់គ្នាត្រៀមខ្លួនសម្រាប់ការប្រយុទ្ធក្មេងប្រុសល្អកងទ័ពចិនហ៊ានណាស់មិនគួរភ្ញាក់ផ្អើលដែលពួកគេហ៊ានប្រយុទ្ធការព្រមានដំបូងរបស់កងទ័ពរំដោះប្រជាជនពេលនេះមេបញ្ជាការកងពលតូចបានជ្រើសរើសមិនអើពើកងទ័ពរំដោះប្រជាជនបានចាប់ផ្ដើមការព្រមានលើកទី2ពេលនេះមេបញ្ជាការកងពលតូចស៊ីជីនលេបានបញ្ជាឲ្យបាញ់កាំភ្លើងធំទៅច្រាំងខាងជើងរបស់កងទ័ពរំដោះប្រជាជនគាត់ព្យាយាមរត់ចេញពីតំបន់គ្រោះថ្នាក់នេះកាំភ្លើងធំបាញ់កងទ័ពរំដោះប្រជាជននឹងមិនអត់អន់ទេកាំភ្លើង3យ៉ាងបាញ់រាប់ត្រីភាគីជាប់គ្នាគោលដៅคล้ายៗរបស់កប៉ាល់ពណ៌ស្វាយប៉មកាំភ្លើងប៉មបញ្ជាការជីឡុងចាងលីចុងរិននិងប៉ៃឆុងហ៊ីបានទទួលដំណឹងនេះយ៉ាងឆាប់រហ័សកប៉ាល់ចម្បាំងអង់គ្លេសពណ៌ស្វាយត្រូវបានវាយប្រហារដោយកងទ័ពកុម្មុយនីសខាងជើងលីចុងរិននិងប៉ៃឆុងហ៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីការព្រមានដោយកាំភ្លើង3យ៉ាងពួកគេបានបាញ់កប៉ាល់ចម្បាំងបាត់បញ្ជាការវាត្រូវបានគេឃើញនៅជិតលេកុងជួយសាជូតុងពណ៌ស្រូវបានលើកឡើងតើប៉ាល់ចម្បាំងបានបាញ់ទេពួកគេបានបាញ់កាំភ្លើង3យ៉ាងក៏ត្រូវបានបំផ្លាញដែររាល់កាំភ្លើងធំត្រូវបានដកចេញពីទីតាំងបញ្ជាក់ទៅការតាំងទីលំនៅរបស់យើងយោងតាមច្បាប់នាយិកាកាំភ្លើងធំគួរត្រឡប់ទៅសូន្យមានន័យថាទីតាំងកាំភ្លើងគឺ45ដឺក្រេបញ្ជាក់ទៅលើមេឃមានន័យថាគ្មានសត្រូវកាំភ្លើងធំរបស់កប៉ាល់ពណ៌ស្វាយបញ្ជាក់ទៅការតាំងទីលំនៅរបស់យើងចូលកាន់តំបន់ប្រយុទ្ធមានន័យថាអាចបាញ់នៅពេលណាក៏បានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំចិន Stuart Reden ក្រោយពីដំណឹងថាកប៉ាល់ពណ៌ស្វាយត្រូវបានបាញ់គាត់មិនស្ងប់ទេគាត់បានសួរយ៉ាងអរូប